ក្រុមស្វាបានទម្លាក់មេឈើចំព្រានព្រៃហើយព្រានព្រៃក៏បានធ្លាក់មកដីវិញជង់នឹងស្នែងគោស្លាប់ភ្លាមដំរីក៏បានរុញដើមឈើដួលបាក់រលំចំព្រានព្រៃស្លាប់បាត់ទៅថ្ងៃមួយសត្វស្វាកំពុងតែដើរក៏បានជួបនឹងព្រានព្រៃជួយផងព្រានព្រៃចង់សម្លាប់ខ្ញុំហើយស្វាយើងនឹងសម្លាប់ពួកឯងមិនឲ្យសល់មួយទេជួយខ្ញុំផងព្រានព្រៃចង់សម្លាប់ខ្ញុំហើយក្រុមស្វានាំគ្នារត់ពេញព្រៃគេចពីការតាមសម្លាប់របស់ព្រានព្រៃពួកមនុស្សតែងតែមកយាយីជីវិតសត្វព្រៃជារៀងរាល់ថ្ងៃយើងដើរមកពីនគរយើងរៀងឆ្ងាយដែរហើយឃ្លានខ្លាំងណាស់សំណាងឲ្យដែលបាញ់បានជ្រូកព្រៃមួយក្បាលនេះជ្រូកព្រៃនេះធំគ្រាន់បើបន្តិចទៀតវាឆ្អិនហើយយ៉ាប់ព្រះអង្គដល់ហើយឲ្យពួកយើងយកសត្វទៅទាំងរស់មិនស្រួលទេទោះពិបាកយ៉ាងណាក៏ត្រូវតែធ្វើដែរធ្វើម៉េចបើនេះជាបរិយាបញ្ជាទៅហើយនោះយប់នេះពួកយើងសម្រាកនៅទីនេះសិនហើយចុះខ្ទមនេះជាខ្ទមរបស់អ្នកណាគេយើងមិនដឹងទៅបើមិនឃើញមានមនុស្សរស់នៅផងហ្នឹងបើអញ្ចឹងយប់នេះយើងសម្រាកនៅទីនេះចុះខ្លាឃ្មុំជាស្ដេចសត្វនៅក្នុងព្រៃលោកម្ចាស់ពួកសត្វស្វារបស់ខ្ញុំមកដល់ហើយមកពួកយ៉ាងលឿនឡើងមកលោកម្ចាស់ពួកខ្ញុំមកដល់ហើយអូពួកបងមកដល់លឿនមែនតើលោកម្ចាស់ពួកខ្ញុំជាគោបានមកដល់ហើយពួកខ្ញុំមកហើយលោកម្ចាស់យើងទទួលបានដំណឹងថាមានមនុស្សមួយក្រុមបានមកចាប់សត្វដូចជាពួកយើងទៅឲ្យព្រះរាជាយកពួកយើងទៅបូជាទាំងរស់អូយនេះជាទុក្ខភ័យរបស់ពួកយើងទាំងអស់គ្នាហើយលោកម្ចាស់តើពួកយើងគួរធ្វើយ៉ាងណាទៅលោកម្ចាស់ទើបឲ្យរំដោះទុក្ខនេះបានរឿងនេះគ្មានអ្នកណាអាចជួយយើងបានទេក្រៅពីពួកយើងត្រូវពឹងខ្លួនឯងចុះលោកម្ចាស់គិតយ៉ាងម៉េចដែរខ្ញុំគិតឃើញនៅវិធីខ្លះដែរគឺយើងបែងចែកគ្នាធ្វើការខ្ញុំបានរៀបចំល្បិចមួយចំនួនបើពួកយើងអាចធ្វើបានប្រកាសជាជោគជ័យលោកម្ចាស់ខ្ញុំបានឮថាពួកមនុស្សទាំងអស់នេះបាននាំគ្នាមកច្រើនណាស់ចាំខ្ញុំគិតមើលសិនថាតើយើងគួរធ្វើយ៉ាងម៉េចខ្លះព្រះអង្គរបស់យើងបានចេញបញ្ជាឲ្យពួកយើងដើរចាប់សត្វព្រៃឲ្យបានច្រើនដើម្បីយកទៅបូជាយ៉ាញ់ជូនចំពោះព្រះអាទិទេពព្រះអង្គចង់ឲ្យយើងស្វែងរកសត្វឲ្យបានបើមិនបានទេយើងនឹងក្លាយជាអ្នកដែលត្រូវបានគេយកទៅបូជាយ៉ាញ់ហើយព្រះអង្គឲ្យយើងចាប់សត្វទាំងរស់យកទៅថ្វាយព្រះអង្គបើអញ្ចឹងយើងបែងចែកគ្នាទៅរកសត្វរៀងខ្លួនទៅចាប់សត្វឲ្យបានកាន់តែច្រើនកាន់តែល្អនិយាយគ្នារួចពួកគេក៏បានបែងចែកគ្នាចេញទៅរកសត្វរៀងខ្លួនយើងបានឃើញទាំងអស់គ្នាហើយពួកគេមានគ្នា10នាក់ហើយបែងចែកគ្នាតាមរកពួកយើងតែយើងគួរធ្វើយ៉ាងណាទៅលោកម្ចាស់បើពួកគេមិនស្លាប់ទេនោះពួកយើងនឹងត្រូវស្លាប់សូមលោកម្ចាស់និយាយមកថាតើពួកយើងគួរធ្វើយ៉ាងណាខ្លះទៅដោយសារតែពួកគេដើរមកមួយក្រុមគឺមានតែគ្នា2នាក់ទេយើងអាចកំចាត់គេបានបើអញ្ចឹងយើងត្រូវដាក់អន្ទាក់សម្រាប់ពួកគេម្ដងមួយក្រុមលោកម្ចាស់សូមប្រាប់ពួកខ្ញុំឲ្យបានដឹងផងថាតើពួកយើងធ្វើយ៉ាងម៉េចខ្លះទៅក្រុមស្វាត្រូវឡើងទៅលើដើមឈើដើម្បីកាច់មែកឈើទម្លាក់មកឲ្យចំព្រានព្រៃទាំងអស់នោះចុះពួកខ្ញុំវិញបាក់សីគឺជាអ្នកសង្កេតការក្រុមពួកឯងហោះហើរលើអាកាសអាចមើលឃើញពួកមនុស្សទាំងអស់នោះហើយចាំឲ្យដំណឹងមកប្រាប់ស្វាចុះពួកខ្ញុំគិតធ្វើយ៉ាងម៉េចតើត្រូវធ្វើយ៉ាងណាទៅក្រុមគោត្រូវធ្វើជានុយបញ្ឆោតធ្វើជាស៊ីស្មៅនៅលើដីធម្មតាធ្វើដូចជាគ្មានរឿងអ្វីកើតឡើងអញ្ចឹងចុះពួកខ្ញុំជាខ្លាក្រុមខ្លានៅពេលដែលព្រានព្រៃនោះចង់មកចាប់គោឯងត្រូវទៅរត់ដេញខំពួកគេនៅពេលនោះពួកគេនឹងនាំគ្នាឡើងដើមឈើហើយស្វាចាត់ការទៅអូពួកខ្ញុំយល់ហើយក្រុមព្រានព្រៃទី1បានចូលមករកសត្វតែណាមកណាបងប្រុសយើងមករកសត្វទៅឲ្យព្រះរាជាបងចង់បានសត្វរស់ឬស្លាប់ចង់បានទាំងរស់ខ្ញុំមានទំនុំជាមួយនឹងសត្វគោព្រោះវាបានជន់សម្លាប់កូនរបស់ខ្ញុំសូមបងជួយសងសឹកឲ្យខ្ញុំផងណា
ចុះគោវាណីណា បងមកតាមខ្ញុំមក ចាប់ក៏បានឲ្យដំណឹងទៅក្រុមស្វា យ៉ាងម៉េចហើយបងបាសីតើព្រានព្រៃមកហើយនៅបងស្វាព្រានព្រៃមកហើយអូបងគោព្រានព្រៃមកដល់លើហើយខ្ញុំដឹងហើយបងខ្លាព្រានព្រៃជិតមកដល់ហើយចាបង ព្រានព្រៃសប្បាយចិត្តណាស់ដែលបានមកជួបគោ បងខ្លាព្រានព្រៃមកដល់ហើយខ្ញុំទៅហើយ ព្រានព្រៃឃើញខ្លាមកក៏បានរត់ឡើងដើមឈើ ស្វាគ្នាយើងទម្លាក់មែកឈើចំក្បាលព្រានព្រៃនេះទៅ ក្រុមស្វាបានទម្លាក់មែកឈើចំព្រានព្រៃហើយព្រានព្រៃក៏បានធ្លាក់មកដីវិញជុងនឹងស្នែងគោស្លាប់ភ្លាម បងស្វាបងបាសីបងគោព្រានព្រៃស្លាប់ហើយយេការងារទី1របស់ពួកយើងបានជោគជ័យហើយ ហើយមួយថ្ងៃទៅហើយនៅរកសត្វមិនបានទៀតរត់លឿនណាស់សត្វនៅក្នុងព្រៃនេះយើងក៏រកមិនបានដែរចំណែកសត្វដែលយើងកំពុងតែអាំងនេះយើងឃើញស្លាប់នៅលើដីសត្វនេះស្លាប់យូរនៅយើងស្ទាបខ្លួនវាទៅដូចជាទៅមិនស្លាប់ថ្មីទេមិនដឹងថាអ្នកផ្សេងទៀតរកសត្វបានហើយនៅទេកុំទៅខ្វល់ពេកចាំស្អែកចាំរកទៀត យើងឃើញថាផែនការទី1របស់ពួកយើងបានសម្រេចហើយចុះផែនការទី2វិញតើពួកយើងគួរធ្វើយ៉ាងម៉េចទៀតលើកនេះយើងយកក្តាន់ធ្វើជានុយនៅពេលដែលព្រានព្រៃដើរជិតមកដល់ខ្លួនក្តាន់ត្រូវធ្វើជាដើរទៅខាងមុខយឺតឲ្យព្រានព្រៃដេញតាមចំណែកដំរីត្រូវរុញដើមឈើឲ្យបាក់ដួលចំព្រានព្រៃនោះហើយបាក់សីជាអ្នកផ្ដល់សញ្ញានិងសង្កេតការណ៍ខ្ញុំយល់ហើយ ក្រុមព្រានព្រៃកំពុងតែដើររកសត្វស្រាប់តែបានជួបក្តាន់អាយ៉ានេះជាលៀបអញហើយពេលដែលអញចាប់ក្តាន់មួយនេះបានហើយអញនឹងយកវាទៅឲ្យព្រះរាជាមុនគេតែម្ដង បងក្តាន់ព្រានព្រៃមកដល់ហើយសូមបងរត់ទៅខាងមុខទៅ ក្តាន់ក៏បានដើរទៅខាងមុខបន្តអាយ៉ាចង់រត់ផងហ៎អញរត់មិនរួចពីយើងទេព្រានព្រៃក៏បានដើរតាមពីក្រោយក្តាន់ បងដំរីព្រានព្រៃមកដល់ហើយ ក្តាន់បានដើរមកដល់កន្លែងដំរីចំណែកដំរីវិញកំពុងតែលាក់ខ្លួនខំប្រឹងរុញដើមឈើឮសំឡេងដូចជាដើមឈើកំពុងតែបាក់ដើមឈើមួយណាអញ្ចេះ បងដំរីខំប្រឹងឡើងដំរីក៏បានរុញដើមឈើដួលបាក់រលំចំព្រានព្រៃស្លាប់បាត់ទៅ ជ័យយោផែនការទី2របស់យើងបានសម្រេចហើយអបអរសាទរដែលផែនការទី2របស់យើងបានសម្រេចលោកម្ចាស់ផែនការទី3របស់យើងត្រូវធ្វើយ៉ាងម៉េចវិញពេលនេះដល់វៀនខ្លាធ្វើពុតម្ដងឲ្យខ្ញុំធ្វើពុតយ៉ាងម៉េចទៅលោកម្ចាស់ខ្លាត្រូវធ្វើពុតជាឈឺដេកនឹងដីក្រោកមិនចង់រួចហើយដេកនៅក្រោមទីទួលខ្ពស់បន្ទាប់មកព្រានព្រៃរៀបចំចាប់ខ្លាក្រុមសត្វស្វានៅលើទីទួលទម្លាក់ដុំថ្មពីលើឲ្យចំព្រានព្រៃពួកខ្ញុំយល់ហើយ មិនដឹងជាទៅរកសត្វនៅឯណាទេបើរក2ថ្ងៃទៅហើយនៅតែមិនទាន់បានទៀត បងប្រុសចង់ទៅរកសត្វយកមកធ្វើអីដែរ យើងត្រូវបានព្រះរាជាដាក់បញ្ជាឲ្យរកសត្វទៅធ្វើជាពិធីបូជាយញ្ញហើយត្រូវរកសត្វទាំងរស់យកទៅ ខ្ញុំអាចជួយបងបាន ពួកឯងជាសត្វគួរណាតែស្អប់យើងមិនក៏ចង់ជួយយើងទៅវិញ ខ្ញុំមិនមែនឲ្យបងមកចាប់ខ្ញុំទេខ្ញុំបានជួបខ្លាមួយក្បាលវាឈឺដើរមិនចង់រួចទេតើបងចង់ចាប់វាឬអត់ ចង់តាបើបានខ្លាកាន់តែល្អហើយព្រះអង្គនឹងឲ្យរង្វាន់មកយើងច្រើនជាក់ជាមិនខានឡើយ បើបងចង់បានបងមកតាមខ្ញុំមក ព្រានព្រៃម្នាក់នោះមិនដឹងថានេះជាកលល្បិចរបស់បក្សីនោះឡើយឯណាកូនបក្សីមិនក៏យើងមិនឃើញខ្លាអញ្ចឹង នោះហើយខ្លាវាកំពុងតែដេកលក់ហើយបងទៅចាប់យកវាទៅ ល្អណាស់កូនបក្សីយើងអរគុណឯងហើយណា ខ្ញុំទៅសិនហើយ បក្សីក៏បានហើរទៅទីទួលខ្ពស់ដើម្បីជួបស្វា យ៉ាងម៉េចហើយបងបាសីតើព្រានព្រៃនោះដឹងថានេះជាអន្តររបស់យើងទេខ្ញុំមិនដឹងទេឥឡូវគេកំពុងតែរៀបចំខ្សែដើម្បីចាប់ខ្លា
ល្អណាស់មកស្វាគ្នាយើងនាំគ្នាជញ្ជូនដុំថ្មទម្លាក់ឲ្យចំព្រានព្រៃនោះទៅ ក្រុមស្វាបានរុញថ្មពីលើទីទួលខ្ពស់ទម្លាក់ចំព្រានព្រៃដែលនៅខាងក្រោម បងខ្លាបងស្វាព្រានព្រៃស្លាប់ហើយផែនការទី3របស់យើងបានសម្រេចហើយលោកម្ចាស់យើងទើបតែសម្លាប់ពួកគេបានតែ6នាក់ទេនៅ4នាក់ទៀតដែលយើងមិនទាន់បានសម្លាប់លើកនេះត្រូវតែបោកបញ្ឆោតឲ្យគេដើរចូលក្នុងអន្ទាក់យើងត្រូវរួមគ្នាលើកដុំថ្មដាក់បន្តុកកលើគ្នាឲ្យបានខ្ពស់ហើយឲ្យគេដើរមកក្បែររួចហើយទម្លាក់ដាក់ពួកគេទៅតើត្រូវធ្វើយ៉ាងណាទៅទើបអាចបោកបញ្ឆោតគេបានទៅព្រោះពួកព្រានព្រៃបានដឹងហើយថាខ្ញុំជាអ្នកនាំឲ្យពួកគេស្លាប់ខ្ញុំម្ដងខ្ញុំធានាខ្លួនទៅធ្វើជានុយមែនហើយលើកនេះមានតែស្វាទេគ្នាយើងសល់តែ4នាក់តែប៉ុណ្ណោះ6នាក់ទៀតបានស្លាប់អស់ហើយមែនហើយពួកយើងមករកសัตว์មិនបានសัตว์ហើយថែមទាំងមានអ្នកស្លាប់ថែមទៀតចិត្តដល់ថ្ងៃដែលត្រូវទៅវិញហើយតែមិនទាន់បានសัตว์មួយក្បាលសោះសัตว์ដែលយើងកំពុងតែអាំងនេះបើកុំតែយើងបាញ់សម្លាប់ម្លេះចាប់វាមិនបានទេវារត់លឿនណាស់ស្អែកយើងនាំគ្នាទៅបោះបាញ់ឲ្យបានព្រោះបើទៅជួបបរិជាដោយបានដៃទៅទេនោះច្បាស់ណាស់ថាយើងមិនរួចទោសនោះទេត្រូវទៅរកឲ្យបានក្រុមសត្វព្រៃឯនោះវិញខិតខំនាំគ្នាជញ្ជូនថ្មដាក់បន្ទប់ធ្វើជារបងទុកសម្រាប់ព្រានព្រៃខំប្រឹងគ្នាយើងព្រោះលឺបាក់សៃប្រាប់ថាថ្ងៃស្អែកនេះព្រានព្រៃទាំង4នាក់នោះនឹងចេញមកប្រហារជីវិតរបស់ពួកយើងហើយលោកម្ចាស់ម្សិលមិញគ្នារបស់ខ្ញុំត្រូវបានពួកព្រានព្រៃបាញ់សម្លាប់អស់ច្រើនក្បាលណាអូម្សិលមិញខ្ញុំប៊ីសនឹងស្លាប់ទៅហើយខ្ញុំកំពុងតែស៊ីស្មៅស្រាប់តែបានឮសំឡេងជើងរបស់មនុស្សដើរជន់ស្លឹកឈើខ្ញុំក៏លេចទៅឃើញព្រានព្រៃខ្ញុំក៏រត់សឹងតែមិនតាន់ពួកមនុស្សទាំងអស់នេះមកបំផ្លាញពួកយើងហើយបើយើងមិនតស៊ូជាមួយពួកគេទេពួកយើងនឹងស្លាប់ទាំងអស់គ្នាហើយមែនហើយលោកម្ចាស់មានតែសាមគ្គីគ្នាទេទើបយើងអាចសុខសាន្តទាំងអស់គ្នាសូមជួយខ្ញុំផងលោកម្ចាស់អាយ៉ាលៀបសំណាងអញហើយយើងនឹងចាប់ស្វានេះទៅឲ្យបរិជាតែម្ដងហើយលោកម្ចាស់ចាប់ពួកខ្ញុំទៅធ្វើអីអើយបើយើងចាប់បានសត្វទាំងរស់យកទៅឲ្យបរិជាទ្រង់នឹងឲ្យមាសយើងមួយហឹបឯណោះខ្ញុំសួរលោកមាសមួយហឹបនិងមាស10ហឹបមួយណាច្រើនជាងប្រកាសជា10ហឹបហើយបើលោកចាប់ខ្ញុំទៅឲ្យព្រះរាជាបានតែមាសមួយហឹបទេតែបើជួយខ្ញុំនៅរឿងមួយវិញខ្ញុំនឹងឲ្យមាសលោក10ហឹបអញជាសัตว์មានមាសមកពីណាកុំមកចង់បោកយើងឲ្យសោះតែលោកជឿទេថានៅក្នុងព្រៃនេះមានចៅទៅលួចទ្រព្យសម្បត្តិប្រជារាស្ត្រហើយយកមកដាក់នៅកន្លែងមួយបើអញ្ចឹងតើឯងចង់ឲ្យយើងជួយអីដែរមានដុំថ្មមួយសង្កត់លើកូនរបស់ខ្ញុំលើកចេញអត់រួចទេបើអញ្ចឹងចាំយើងទៅជួយតែកុំភ្លេចមាស10ហឹបណាឲ្យតែលោកជួយខ្ញុំបានខ្ញុំនឹងឲ្យបើអញ្ចឹងនាំផ្លូវយើងទៅព្រានព្រៃក៏បានដើរតាមស្វាឯណាកូនរបស់ឯងលោកទាំងពីរនៅក្បែរជញ្ជាំងថ្មនឹងសិនហើយណាខ្ញុំទៅបេះផ្លែឈើខ្លះយកមកឲ្យលោកពិសាឲ្យមានកម្លាំងយើងកំពុងតែឃ្លានផងឆាប់ទៅឲ្យឆាប់មកវិញព្រានព្រៃទាំងពីរនាក់នេះមិនដឹងថានេះជាកលល្បិចរបស់ស្វានោះឡើយលោកម្ចាស់ពួកគេចាញ់ល្បិចយើងហើយមកគ្នាយើងនាំគ្នាទម្លាក់ដុំថ្មទៅសត្វនាំគ្នារុញថ្មទម្លាក់ត្រូវព្រានព្រៃទាំងពីរនាក់ស្លាប់បាត់ទៅហើយមកគ្នា10នាក់ឥឡូវនៅសល់តែ2នាក់ទេ8នាក់ទៀតត្រូវស្លាប់បាត់អស់ហើយនិយាយហើយព្រានព្រៃទាំងពីរនាក់ក៏បានចូលទៅក្នុងខ្ទមសម្រាកដោយទុកភ្លើងចោលមិនពន្លន់អាយ៉ាភ្លើងឆេះល្អណាស់យើងនឹងដុតពួកគេឲ្យស្លាប់នៅក្នុងខ្ទមនេះតែម្ដងតែយើងត្រូវធ្វើយ៉ាងម៉េចទៅបងបាក់សីភ្លើងឆេះក្បែរខ្ទមបើយើងរកមែកឈើស្ងួតមកដាក់ពង្រាយបន្តគ្នារហូតដល់ខ្ទមនោះភ្លើងនឹងឆេះតាមនឹងហើយមែនហើយបើអញ្ចឹងខ្ញុំទៅរកសិនភ្លើងក៏បានឆេះតាមមែកឈើស្ងួតរហូតឆេះដល់ខ្ទមធ្វើឲ្យព្រានព្រៃស្លាប់នៅក្នុងនោះទាំងពីរនាក់ទៅល្អណាស់បងស្វា
ភ្លើងកំពុងតែឆេះហើយហេទីបំផុតនៅក្នុងព្រៃរបស់យើងបានសុខសាន្តឡើងវិញហើយមែនហើយពួកព្រានស្លាប់អស់ពួកយើងស្រួលចេញរកចំណីនេះក៏ដោយសារតែពួកយើងទាំងអស់គ្នាចេះសហការគ្នាបានល្អចេះយកពួកយើងបានសុខហើយយេពួកយើងបានសុខហើយ ចាប់តាំងពីពេលនោះមកសត្វនៅក្នុងព្រៃក៏រស់នៅបានសុខសាន្តចប់ដោយបរិបូរណ៍សូមអរគុណ